ថ្ងៃដែលព្រះអង្គម្ចាស់មានបញ្ជូនរស់ឡើងវិញគឺជាថ្ងៃដែលសំខាន់បំផុតសម្រាប់អ្នកដែលជឿទៅលើព្រះយេស៊ូវគ្រីស្ទព្រោះអីយើងជឿទៅលើព្រះដែលមានបញ្ជូនរស់មិនមែនជឿទៅលើព្រះដែលស្លាប់ទេព្រោះព្រះអង្គម្ចាស់បានសគត់ហើយថ្ងៃទី3ព្រះអង្គម្ចាស់បានមានបញ្ជូនរស់ឡើងវិញព្រោះយើងជឿទៅលើព្រះដែលរស់មិនមែនព្រះដែលស្លាប់ទេជឿលើព្រះដែលរស់ដូចជាមានចែងនៅក្នុងព្រះគម្ពីរមួយនៅក្នុងយូហាន11:25ខ្ញុំជាសេចក្តីរស់ឡើងវិញហើយជាជីវិតអ្នកណាដែលជឿដល់ខ្ញុំទោះបើបានស្លាប់ហើយគង់តែនឹងរស់ឡើងវិញព្រោះអីព្រះអង្គម្ចាស់ជាព្រះដែលរស់ហើយថ្ងៃចុងក្រោយព្រះអង្គម្ចាស់ថាម៉េចអ្នកដែលជឿទៅលើព្រះអង្គនឹងមានជីវិតរស់ឡើងវិញហើយមានហេតុផល3ដែលយើងជឿទៅលើព្រះជាម្ចាស់ទី1ព្រះជាម្ចាស់ជាព្រះដែលឈ្នះលើសេចក្តីស្លាប់ព្រះអង្គម្ចាស់ឈ្នះលើសេចក្តីស្លាប់មនុស្សក៏ស្លាប់ឯប៉ុន្តែព្រះអង្គគឺឈ្នះលើសេចក្តីស្លាប់ទោះបីជាអ្នកវិទ្យាសាស្ត្រគេស្វែងរកឆ្អឹងរបស់ព្រះអង្គតែគេស្វែងរកឃើញព្រោះព្រះអង្គម្ចាស់គឺជាព្រះដែលមានបញ្ជូនរស់ឡើងវិញនៅថ្ងៃទី3ហើយមួយទៀតគឺព្រះជាម្ចាស់ជាព្រះដែលអត់ទោសបាបឲ្យយើងព្រះអង្គម្ចាស់បានសគត់ហេតុផលដ៏ធំគឺដើម្បីអត់ទោសបាបមនុស្សទាំងអស់ right នេះគឺជាហេតុផលទី2ហើយមួយចុងក្រោយគឺព្រះអង្គម្ចាស់ជាព្រះដែលមានជីវិតដ៏អស្ចារ្យជានិច្ចអញ្ចឹងអ្នកដើរតាមព្រះអង្គនឹងទទួលបានជីវិតមួយនឹងដែរនៅថ្ងៃចុងក្រោយគឺជាជីវិតអស្ចារ្យហើយនៅថ្ងៃបុណ្យដែលព្រះអង្គម្ចាស់មានបញ្ជូនរស់ឡើងវិញអ្វីដែលយើងនឹកឃើញគឺនៅពេលដែលព្រះអង្គម្ចាស់មានបញ្ជូនរស់ឡើងវិញគឺឲ្យយើងមានក្តីសង្ឃឹមថ្មីឲ្យយើងមានជីវិតថ្មីជាពិសេសឲ្យយើងមានសេចក្តីស្រឡាញ់ទទួលបានមកពីព្រះជាម្ចាស់តាមរយៈការសគត់របស់ព្រះជាម្ចាស់អញ្ចឹងថ្ងៃដែលព្រះអង្គម្ចាស់សគត់គឺជាថ្ងៃសំខាន់ជាពិសេសរត់តែសំខាន់គឺថ្ងៃដែលព្រះម្ចាស់នឹងរស់ឡើងវិញនៅថ្ងៃទី3អញ្ចឹងនេះជាថ្ងៃដែលសំខាន់បំផុតព្រោះយើងជឿទៅលើព្រះដែលមានបញ្ជូនរស់នៅអញ្ចឹងបើព្រះអង្គម្ចាស់យើងរស់យើងធ្វើមកយើងផ្សាយដំណឹងល្អហ្នឹងទៅកាន់អ្នកដទៃថាព្រះជាម្ចាស់ជាព្រះដែលរស់អាចជួយសង្គ្រោះគេនៅថ្ងៃចុងក្រោយមានចងល់សំណួរបន្ថែមខមមិនខាងក្រោមសូមព្រះប្រទានពរ